នៅពេលដែលពួកគាត់ទាំងអស់គ្នាបានទទួលការអស្ចារ្យបានទទួលព្រះគុណរបស់អង្គម្ចាស់ព្រះយេស៊ូវព្រះម្ចាស់ក៏មានព្រះបន្ទូលទៅកាន់ពួកគេថាកុំខ្លាចអីពីនេះទៅមុខអ្នកនឹងនេសាទមនុស្សវិញពីនេះទៅមុខអ្នករាល់គ្នាមានចំណែកក្នុងកិច្ចការនៃព្រះរាជព្រះអង្គចង់មានន័យថាយើងទាំងអស់គ្នាដែលជាក្រុមជំនុំនេះដែលទទួលការសង្គ្រោះហើយយើងត្រូវមានចំណែកជាមួយនឹងព្រះរាជរបស់ព្រះជាម្ចាស់តើយើងជឿព្រះយេស៊ូវដើម្បីបានរួចពីបាបមែនទេបានទៅឋានសួគ៌ទេបានប្រពើទេបាននឹងចប់មែនអីទៀតដើម្បីបម្រើព្រះរាជបីបម្រើនគរព្រះជាម្ចាស់ដើម្បីបម្រើព្រះគ្រីស្ទអញ្ចឹងនៅពេលដែលយើងបានទទួលព្រះពរសពបែបយ៉ាងរបស់យើងហើយនេះជាប្រយោជន៍ឲ្យជីវិតយើងដើម្បីយើងបានបម្រើព្រះរាជរបស់ព្រះអង្គគឺទៅនេសាទមនុស្សមានន័យថាម៉េចនាំសេចក្ដីសង្គ្រោះនាំដំណឹងល្អរបស់ព្រះគ្រីស្ទទៅកាន់មនុស្សលោកទៅកម្មមនុស្សគ្រប់គ្នាបងប្អូនទីស្រឡាញ់ហើយវិបត្តិរបស់ក្រុមជំនុំនៅលើសកលលោករាល់ថ្ងៃហេតុអ្វីបានជាក្រុមជំនុំទុនខ្សោយដែលពួកតែក្រុមជំនុំមិនផ្សាយនឹងល្អនៅពេលដែលបងប្អូនបានទទួលរបស់ល្អមកក្នុងជីវិតរបស់យើងហើយយើងអត់បានចែករំលែកទៅកាន់អ្នកដទៃនៅពេលដែលបងប្អូនបានទទួលការសង្គ្រោះហើយបងប្អូនអត់បានចែករំលែកនៃដំណឹងល្អនៃសង្គ្រោះកាន់អ្នកដទៃអត់មានចំណែកនៃបរិយារបស់ជាអម្ចាស់បងប្អូននឹងទុនខ្សោយធ្លាក់ឋាននរកមែនអត់ទេមិនដាក់ឋាននរកទេប៉ុន្តែធ្វើឲ្យជំនឿបងប្អូនទុនខ្សោយធ្វើឲ្យជីវិតខាងវិញ្ញាណរបស់បងប្អូនទុនខ្សោយនៃគឺជាផលពិបាកដូច្នេះកន្លែងនេះឯងមានន័យថាគ្រប់គ្នាទាំងអស់នៅក្នុងព្រះរាជរបស់ជាម្ចាស់ក្រុមជំនុំគ្រប់ទីកន្លែងគ្រប់ជំនុំគ្រប់រូបត្រូវតែមានចំណែកជាមួយនឹងព្រះរាជយើងមានចំណែកណាមួយនៅកិច្ចការបម្រើប្រជាអម្ចាស់ទៅលើអ្វីដែលយើងអាចធ្វើបានសម្រាប់ព្រះរាជផងព្រះអង្គឧទាហរណ៍ដូចជាក្រុមជំនុំនេះនេះអ្នកខ្លះមានអំណោយទាននៃការលេងភ្លេងយើងមានអំណោយទានច្រៀងយើងមានអំណោយទានអីគេសម្អាតរៀបចំកន្លែងយើងស្អាតរៀបចំកន្លែងដូចយុវជនមានអំណោយទានអីគេ mixer ជួយកាន់កុំព្យូទ័រអញ្ចឹងទៅគាត់ក៏ជួយចំណែកហ្នឹងអ្នកខ្លះមានអំណោយទានអីគេអំណោយទានថ្វាយដងវាយនឹងដោយសារគាត់រស់ស៊ីមានអំណោយទានរស់ស៊ីដូច្នេះគាត់ថ្វាយដងវាយដើម្បីជួយឧបត្ថម្ភកិច្ចការងារពន្ធកិច្ចអញ្ចឹងយើងម្នាក់នៅទីនេះសុទ្ធតែមានចំណែករៀងៗខ្លួនទៅតាមអ្វីដែលព្រះម្ចាស់ទ្រង់ហៅយើងមកអាមែនបងប្អូនទីស្រឡាញ់ចាប់ពីពេលនេះទៅព្រះអង្គមានបន្ទូលថាខ្ញុំនឹងឲ្យអ្នកនេសាទមនុស្សតើបងប្អូនអរគ្នាត្រៀមចិត្តសម្រាប់ការនេសាទនេះដែរឬអត់ជីវិតយើងខ្លីណាស់អត់បងប្អូនទីស្រឡាញ់ហើយពេលវេលាមួយសប្តាហ៍យើងបែកគ្នាសប្តាហ៍មុនឥឡូវមួយសប្តាហ៍យើងជួបគ្នាទៀតលឿនណាស់បងប្អូនមានពេលតែ24ម៉ោងក្នុងមួយថ្ងៃបងប្អូនមាន7ថ្ងៃក្នុងមួយសប្តាហ៍បងប្អូនមានរយៈពេល30ថ្ងៃក្នុងមួយខែហើយបងប្អូនមានពី10ខែក្នុងមួយឆ្នាំដូចជាថ្ងៃនេះយើងគិតចិត្តទៅកាន់ឆ្នាំ2026ហើយតើយើងនឹងធ្វើរឿងអ្វីខ្លះសម្រាប់ព្រះរាជរបស់ព្រះម្ចាស់បងប្អូនហត់នឿយទេនៅពេលបងប្អូនមួយថ្ងៃគិតតែពីធ្វើការងារយ៉ាងច្រើនអំពីអរញ្ញវត្ថុខ្ញុំទូស្គាល់ថាជីវិតយើងទាំងខ្ញុំទាំងបងប្អូនទាំងអស់គ្នានៅពេលដែលយើងមានបញ្ហាអរញ្ញវត្ថុយើងនឹងអីគេគិតច្រើនអំពីរឿងហ្នឹងខ្ញុំក៏គិតបងប្អូនក៏គិតយើងអស់គ្នាសុទ្ធតែគិតបើយើងអត់លុយយើងបានណាចំណាយនឹងគ្រួសារចំពូនកូនយើងមានអត់មានលុយមានណាទិញអាហារមានអីចាក់សាំងម៉ូតូចាក់សាំងឡានយើងគិតតែទាំងអស់តែគ្នាហ្នឹងយើងអស់គ្នាគិតទាំងអស់គ្នាហត់ទាំងអស់គ្នាប្រឹងទាំងអស់គ្នាតើនៅពេលដែលយើងបម្រើព្រះរាជជាអម្ចាស់គិតអំពីព្រះរាជម្ចាស់តើយើងឈប់ប្រឹងមែនអត់ឈប់ប្រឹងទេកាន់តែប្រឹងប្រែងឡើងថែមទៀតដូច្នេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នានេះធ្វើទាំងពីរមានន័យថាបងប្អូនក៏ប្រឹងប្រែងរកទ្រព្យសម្បត្តិដើម្បីចិញ្ចឹមជីវិតតែបងប្អូនក៏មានចំណែកក្នុងព្រះរាជរបស់អម្ចាស់ទៅតាមចំណែកដែលយើងអាចធ្វើបានពិសេសបំផុតដំណឹងល្អសូមប្រាប់អ្នកដទៃអំពីព្រះយេស៊ូវបើសិនជាយើងអ្នកគ្នាមិនប្រាប់អ្នកដទៃពីព្រះយេស៊ូវទេតើមនុស្សទាំងអស់នឹងទៅជាយ៉ាងណាបងប្អូនជាទីស្រឡាញ់ដូច្នេះខ្ញុំលើកចិត្តបងប្អូនជាចុងក្រោយថាសូមបងប្អូនគ្នាស្វែងរកត្រីស្វែងរកមានន័យថាស្វែងរកទ្រព្យសម្បត្តិដោយរីករាយដោយអស់ពីចិត្តតែជាមួយគ្នាសូមមានចំណែកនៃព្រះរាជរបស់ជាម្ចាស់សូមប្រកាសដំណឹងល្អសូមប្រាប់អ្នកជិតខាងប្រាប់អ្នកដទៃរបស់គ្នាពីព្រះអង្គប្រាប់គេពីព្រះយេស៊ូវដើម្បីគេទទួលការសង្គ្រោះសូមឲ្យព្រះអម្ចាស់បានធ្វើការមួយបងប្អូនយើងប្រឹងឲ្យព្រះជាម្ចាស់ទាំងអស់គ្នាខ្ញុំក៏ប្រឹងឲ្យប្រជាម្ចាស់បងប្អូនអរគ្នាប្រឹងឲ្យប្រជាម្ចាស់ដូច្នេះបងប្អូនអរគ្នាព្រមទាំងអស់គ្នាប្រឹងប្រែងអស់នេះខំប្រឹងរលុយខំប្រឹងរកស៊ីទៅតែសូមប្រាប់អ្នកដទៃអំពីព្រះយេស៊ូវសូមប្រកាសដំណឹងល្អទាំងអស់គ្នាសូមគំរុញរាឡើយសូមចាយពេលវេលាទៅរកមនុស្សដទៃផ្សេងទៀតហើយប្រាប់គេអំពីព្រះអង្គសិស្សសាលានៅសាលាប្រាប់មិត្តភក្តិពីព្រះអង្គប្រាប់គេអំពីព្រះយើងបានពរជាតិឱកាសអ្នករស់ស៊ីទាំងអស់រស់ស៊ីរត់ដៃគូរស់ស៊ីតែប្រកាសនឹងល្អឲ្យដៃគូរស់ស៊ីយើងផងឲ្យពួកគេឮដំណឹងល្អដែរយើងនៅកន្លែងណាយើងធ្វើជាពលឺដល់ទីនោះក្នុងព្រះគម្ពីរប្រាប់ថាយើងរកគ្នាជាអំបិលនិងជាពន្លឺរបស់ជាម្ចាស់សូមទៅដល់កន្លែងណាកន្លែងនោះយើងនឹងបំភ្លឺហើយយើងនឹងបំប្រៃវាមានន័យថានាំមនុស្សនៅជុំវិញនោះទទួលជាព្រះយេស៊ូវកន្លែងធ្វើការយើងគេបានឮព្រះយេស៊ូវកន្លែងដែលយើងរៀនសាលាយើងគេបានឮពីព្រះយេស៊ូវប្រាប់ពួកគេពីព្រះយេស៊ូវក្រុមការងារដៃគូរស់ស៊ីយើងប្រាប់គេអំពីព្រះយេស៊ូវបងប្អូនសាច់ញាតិយើងទៅប្រាប់គេអំពីព្រះយេស៊ូវទើបបងយើងអ្នកគ្នាបានពរនិងជំរុំចម្រើនជាមួយគ្នាអាមែននៅគម្ពីរយូហានចំពុក14ខ1ខ7បន្លឺឡើងថាព្រះយេស៊ូវមានបន្ទូលទៅគាត់ថាខ្ញុំនឹងហៅជាផ្លូវជាស្ដីពិតនិងជាជីវិតគឺនរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយលើកលែងតែតាមរយៈខ្ញុំតើមាននរណាម្នាក់អាចទៅឋានសួគ៌ក្រៅព្រះយេស៊ូវបានទេតើមាននរណាម្នាក់អាចរួចពីការសង្គ្រោះពីបាបក្រៅព្រះយេស៊ូវបានទេដូច្នេះព្រះអង្គជាផ្លូវតែមួយគត់បងប្អូនជ្រើសផ្លូវនេះត្រឹមត្រូវអញ្ចឹងការសាច់ចិត្តរបស់យើងគឺមិនស្ដាយក្រោយសូមនាំផ្លូវនេះទៅកាន់មនុស្សដទៃផ្សេងទៀតខ7បើអ្នករាល់គ្នាស្គាល់ខ្ញុំអ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះអង្គហើយព្រមទាំងបានឃើញព្រះអង្គថែមទៀតផងយើងបានឃើញព្រះជាម្ចាស់នៅពេលដែលយើងជួបព្រះយេស៊ូវ
ស៊ូយើងបានជួបប្រជាជាម្ចាស់នេះអ្វីព្រះយេស៊ូវបានបញ្ជាក់ដូច្នេះព្រះអង្គជាផ្លូវតែមួយគត់ទៅឯព្រះបិតាទៅឯឋានសួគ៌ព្រះអង្គជាផ្លូវតែមួយគត់នាំនូវការសង្គ្រោះយើងទាំងអស់គ្នាសម្រេចចិត្តដើរតាមផ្លូវមួយនេះយើងមិនស្ដាយក្រោយហើយសូមនាំអ្នកដទៃឲ្យដើរតាមមាគ៌ាមួយនេះឲ្យគេមកជួបព្រះយេស៊ូវដូចយើងដែរអាមែន